trong sơ screenplay សាច់រឿងខ្លីមួយឲ្យតាក់ទាញប៉ុន្តែអត់ដឹងថាយើងចាប់ផ្ដើមពីកន្លែងណាដល់កន្លែងណាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីរចនាសម្ព័ន្ធ3វគ្គឬក៏ 3act structure ដែលអ្នកដឹកនាំជាទូទៅនៃភាពយន្តខ្លីគាត់តែងតែប្រើប្រាស់ Act ទី1យើងហៅថា set up ឬក៏ការចាប់ផ្ដើមនៅក្នុងចំណុចនេះយើងត្រូវរៀបចំតួអង្គសកម្មភាពឲ្យបានលឿននិងតាក់ទាញបង្ហាញអំពីតួអង្គជានរណាតួអង្គមានជីវភាពបែបណាក៏ដូចជាគោលដៅរបស់តួអង្គនៅក្នុងសាច់រឿងចូលមកដល់ Act ទី2គឺ conflict ឬក៏ចំនួនអញ្ចឹងនៅពេលដែលតួអង្គបង្ហាញគោលដៅហើយនៅក្នុងវគ្គទី2នេះត្រូវបង្ហាញឧបសគ្គឲ្យកាន់តែច្រើនតាំងពីចំណុចចាប់ផ្ដើមរហូតទៅដល់ឧបសគ្គនោះកាន់តែតានតឹងខ្លាំងឡើងរហូតទៅដល់ដំណាក់កាលមួយយើងហៅថាចំណុចកំពូលចូលមកដល់ structure ទី3ដែលយើងហៅថា act ទី3នោះគឺ resolution គឺការបញ្ចប់សាច់រឿងអញ្ចឹងនៅក្នុងចំណុចនេះអ្នកទាំងអស់គ្នាត្រូវបង្ហាញឲ្យឃើញអំពី climax មានថាឧបសគ្គឬក៏conflict មកទាំងអស់គ្នាដាក់ឲ្យចំណុចកំពូលហើយតួអង្គចាំមិនចង់គឺត្រូវតែទទួលយកឧបសគ្គមួយហ្នឹងហើយតួអង្គដល់ដំណាក់កាលនេះគឺត្រូវតែមានការផ្លាស់ប្ដូរនិងកែប្រែនៅអេរយាប័តមួយចំនួនដែលយើងហៅថា character development អញ្ចឹងតើគ្នាយើងចង់បញ្ចប់រឿងដោយរបៀបណាគោលដៅជោគជ័យឬក៏បរាជ័យហើយផ្លូវចិត្តរបស់តួអង្គប្រែប្រួលដល់របៀបណាគឺនៅក្នុង act ទី3នេះឯងអញ្ចឹង 3act structure នេះគឺមានបែបហ្នឹងបើសិនជាអ្នកនរមានចម្ងល់អីអាច comment នៅខាងក្រោមបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ